ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃអង្គារបានស្រែកគំរាមខ្លាំងៗថាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកក្រោយនឹងកាន់តែធ្ងន់ធ្ងរហួសពីការស្មានប៉ុន្តែជាមួយគ្នានេះលោកប្រធានាធិបតីត្រាំក៏បានជំរុញឲ្យអ៊ីរ៉ង់វិលចូលតុចរចាហើយធ្វើកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរជាបន្ទាន់មុននឹងអ្វីហួសពេលមេដឹកនាំអាមេរិករូបនេះបានបង្ហោះសារលើបណ្ដាញសង្គមថាលោកសង្ឃឹមថាអ៊ីរ៉ង់នឹងរត់រកតុចរចាយ៉ាងឆាប់រហ័សដើម្បីចរចាពីកិច្ចព្រមព្រៀងដ៏យុត្តិធម៌សម្ដៅទប់ស្កាត់មហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរដែលល្អសម្រាប់គ្រប់ភាគីទាំងអស់ពេលវេលាជិតអស់ហើយវាពិតជាសំខាន់ណាស់ក្នុងករណីអ៊ីរ៉ង់ច្រានចោលការចរចាលោកត្រាំដែលមានវ័យ79ឆ្នាំរូបនេះបានប្រមានទុកមុនថាការវាយប្រហារលើក្រោយនឹងកាន់តែអាក្រក់ទៅកុំធ្វើឲ្យរឿងនោះកើតឡើងម្ដងទៀតលោកថាកងនាវាចម្បាំងមួយទៀតកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ហើយបើតាមលោកប្រធានាធិបតីត្រាំកងកម្លាំងជើងទឹកអាមេរិកដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Abraham Lincoln កំពុងខិតជិតប្រទេសអ៊ីរ៉ង់រីឯមន្ត្រីអាមេរិកពីររូបបាននិយាយថានាវា Lincoln និងនាវាចម្បាំងគាំទ្របានមកដល់មជ្ឈិមបូព៌ាហើយ